ជាងដល់ទឹកដីកំណើតវិញវីរៈកងទ័ពយើងបង្ហាញស្នាមញញឹមជាមួយកៅភ្នែករលីងរលោងនឹករលឹកដល់ក្រុមគ្រួសារនិងជនរួមជាតិជាពិសេសភូមិឋានដ៏កក់ក្ដៅជាកាដូមួយដ៏រំភើបបំផុតមុនឆ្នាំថ្មីមកដល់ដែលនៅព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នេះវីរៈកងទ័ពកម្ពុជាទាំង18រូបបានវិលមកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពហើយតាមច្រកព្រំដែនបៃលិនដើម្បីវិលជួបជុំក្រុមគ្រួសារតាមដែលភាគីថៃបានសន្យាក្រោយចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រងរបស់យោធាថៃអស់រយៈពេល155ថ្ងៃមកនេះការដោះលែងទាហានកម្ពុជាទាំង18រូបមកកាន់ទឹកដីកំណើតវិញនេះបានធ្វើឲ្យមហាជនកម្ពុជាទូទាំងប្រទេសនាំគ្នាចែករំលែកនូវក្តីរំភើបចិត្តឥតឧបមាតាមរយៈការបង្ហោះសារអបអរសាទរស្វាគមន៍ដំណើរវិលមកប្រទេសវិញរបស់វីរៈកងទ័ពយើងពាសពេញបណ្ដាញសង្គម Facebook បើក្រឡេកទៅមើលទស្សនវិជ្ជានៃការរងចាំការវិលត្រឡប់របស់វីរៈកងទ័ពកម្ពុជាទាំង18រូបនៅច្រកបៃលិនឯណោះវិញឃើញថាមានពលរដ្ឋកម្ពុជាជាច្រើនបាននាំគ្នាស្រែកហូកញ្ជ្រៀវទាំងទឹកភ្នែកដោយក្តីរំភើបនៅពេលដែលឃើញទាហានកម្ពុជាទាំង18រូបបានចូលមកដល់ទឹកដីរបស់យើងវិញអ្វីដែលកាន់តែរំភើបចិត្តជាងនេះទៅទៀតនោះគឺស្នាមញញឹមរបស់វីរៈកងទ័ពមកកាន់បងប្អូនជនរួមជាតិកម្ពុជាដែលបង្ហាញឲ្យឃើញពីក្តីនឹករលឹកដែនដីកំណើតនិងបងប្អូនជនរួមជាតិទាំងអស់ជាខ្លាំងរកពាក្យអ្វីមកប្រៀបផ្ទឹមពុនបាននោះឡើយជាពិសេសគឺភូមិឋានដ៏កក់ក្ដៅនិងក្រុមគ្រួសារជាទីស្រឡាញ់ដែលឡែកតាមរយៈក្រសួងការពារជាតិបង្ហាញជំហរថាកម្ពុជាសង្ឃឹមយ៉ាងមុតមមថាការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់និងជំនឿទុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំងពីរនាពេលដ៏ឆាប់ខាងមុខ